មុនដំបូងថាទៅផ្សារគោលបំណងចង់ទិញស្ប៉ាហ្គាទីយកមកឆាពេលទៅដល់ផ្សារហៅស្ប៉ាហ្គាទីអត់ឃើញក៏ទិញនុយយកមកឆាជំនួសស្ប៉ាហ្គាទីតែម្ដងទៅរាល់ដងនុយនេះខ្ញុំទិញមកយកមកបបរនុយឬក៏ធ្វើស៊ុបនុយញ៉ាំប៉ុន្តែលើកនេះខ្ញុំសាកយកវាមកឆាម្ដងមើលតែរសជាតិវាយ៉ាងម៉េចដែរមុនដំបូងដាំទឹកឲ្យពុះហើយខ្ញុំក៏ចាក់ប្រេងឆាចូលហើយបន្ថែមនៅអំបិលបន្តិចដែរបន្ទាប់មកខ្ញុំចាក់នុយនឹងចូលនុយនេះខ្ញុំសោះវារៀងយូរដែរចូល40នាទីអីបងប្អូនព្រោះដោយសារតែខ្ញុំចង់ឲ្យវារៀងទន់ខ្លាំងដែរសម្រាប់ការសោះនុយនឹងបើសិនជាវាអត់ទាន់ទន់ល្អទេវារៀងទឹកបងប្អូនបន្ថែមទឹកទៀតទៅរីឯបន្លែគឺមានការ៉ុតហើយសាច់ដែលឆាថ្ងៃនេះគឺមានទ្រូងមាន់និងកោះមាន់ខ្ញុំអត់ដាក់សាច់គោទេកលែកមកមើលនុយរបស់ខ្ញុំគឺវាឆ្អិនហើយប៉ុន្តែខ្ញុំទទួលយកបានហើយវាទន់ល្មមញ៉ាំហើយឆានុយនេះខ្ញុំក៏បន្ថែមនៅខ្ទឹមក្រហមផងដែរបន្លែនិងសាច់គឺខ្ញុំរៀបចំហើយហើយបន្ទាប់មកយកនុយដែលបានសោះហ្នឹងទៅលាងទឹកវាចេញម្ដងទៀតឥឡូវដល់វគ្គចម្អិនម្ដងមុនដំបូងនេះដាក់ខ្ទះឲ្យក្តៅហើយក៏ចាក់ប្រេងឆាចូលបន្ទាប់មកចាក់ខ្ទឹមឆាមចូលហើយរំលីងវាឲ្យឡើងពណ៌ហើយខ្ញុំក៏ដាក់ទ្រូងមាន់និងកោះមាន់ឆាវាឲ្យឆ្អិនបន្ទាប់ពីសាច់ឆ្អិនហើយខ្ញុំក៏ដាក់គ្រឿងទេសចូលមុនដំបូងមានទឹកប៉េងប៉ោះទឹកម្ទេសមានទឹកថៃហើយទឹកប្រេងខ្យងស្ករប៊ីចេងម្សៅស៊ុបនិយាយរួមទៅរសជាតិនេះឆាបែបខ្មែរហ្មងបងប្អូនយើងមិនបាច់បន្ថែមទឹកសុសស្រូចពីលើអីនោះទៀតទេហើយបើបងប្អូនចង់ហឹរអីកុំភ្លេចបន្ថែមម្រេចផងបន្ទាប់មកក៏បង់ការ៉ុតហើយនិងខ្ទឹមក្រហមចូលឆាបន្លែសាច់គ្រឿងទេសឲ្យចូលជាតិគ្នាល្អហើយការ៉ុតហ្នឹងគឺខ្ញុំឲ្យវារៀងឆ្អិនបន្តិចបានខ្ញុំបង់នុយចូលតាមក្រួយបន្ទាប់ពីការ៉ុតឆ្អិនហើយខ្ញុំក៏ចាក់នុយចូលនុយនេះគឺឆ្អិនស្រាប់ហើយវាទន់ហើយដូចអ្វីដែលខ្ញុំចង់បានហើយអញ្ចឹងគ្រាន់តែខ្ញុំឆានុយគ្រឿងនិងសាច់ហ្នឹងឲ្យវាចូលសព្វគ្នាល្អទៅគឺប៉ុណ្្នឹងរួចរាល់ហើយចុងក្រោយខ្ញុំបន្ថែមនៅស្លឹកខ្ទឹមតែប៉ុណ្្នឹងជាការស្រេចសម្រាប់មួយមុខនេះគឺក្មេងៗគាត់ចូលចិត្តញ៉ាំណាបងប្អូនអញ្ចឹងកុំភ្លេចធ្វើឲ្យពួកគាត់ញ៉ាំទាំងអស់គ្នាណាក្នុងវីដេអូនេះខ្ញុំមកបង្ហាញពីសាច់ស្ក្រាបរបស់ខ្ញុំម្ដងទៀតបងប្អូនអាចមើលបានសាច់ស្ក្រាបគឺម៉ត់ស្ក្រាបនៅលើស្បែកអត់មានអារម្មណ៍ថាឈឺស្បែកឬក៏កកិតក្រោយពេលស្ក្រាបហើយអត់ក្រហមស្បែកនោះទេបងប្អូនដោយសារតែសាច់ស្ក្រាបនេះគឺយើងធ្វើមកម៉ត់ល្អមួយវិញទៀតក្នុងនោះគឺសម្បូរទៅដោយជាតិប្រេងដែលខ្ញុំដាក់នៅក្នុងស្ក្រាបនេះគឺដល់ទៅ3មុខឯណោះនិយាយរួមមកស្ក្រាបនេះគឺខ្ញុំធ្វើឡើងសម្រិតសម្រាំងហើយគឺខ្ញុំដាក់សិតតែគុណភាពល្អអញ្ចឹងបងប្អូនតែគាត់ខកបំណងប្រើប្រាស់ស្ក្រាបច្រើនហើយអត់សូវបានផលឬក៏ប្រើទៅលំអស្បែកអីបងប្អូនកុំអស់សង្ឃឹមសាកប្រើស្ក្រាបគីឡូមីរបស់ខ្ញុំនេះបងប្អូនប្រើមួយអាទិត្យ2ទៅ3ដងស្បែកបងប្អូនឆាប់ខេងប្លែកហើយស្ក្រាបមួយនេះគឺវាផ្ដោតទៅលើបញ្ហាស្នាមអុចខ្មៅនៅលើស្បែកស្នាមសង្វារស្បែកគ្រើមស្បែកអត់សូវម៉ត់ស្បែកអត់សូវភ្លឺអីហ្នឹងបងប្អូនប្រើស្ក្រាបនេះទៅត្រូវហើយស្ក្រាបរបស់ខ្ញុំគឺប្រើបានទាំងបុរសនិងស្ត្រីហើយសម្រាប់ស្ត្រីទៅសម្រាប់កូនហើយប្រើស្ក្រាបនេះកាន់តែល្អបងប្អូនសម្រាប់តម្លៃវិញគឺធូរថ្លៃទេប៉ុន្តែបើនិយាយពីគុណភាពស្ក្រាបខ្ញុំប្រើហើយគឺសរសើរពេញចិត្តគ្រប់គ្នាតែម្ដង